កំពុងតែក្តៅនៅព្រំដែននាព្រឹកថ្ងៃទី26ខែកញ្ញាឆ្នាំ2025ស្ថានភាពនៅព្រំដែនមិនស្រួលទេបងប្អូនប្រសិនបើយើងហ៊ានតែប្រហែសបន្តិចនឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ប្រទេសជាតិយើងជាក់ជាមិនខានឡើយតើហេតុអ្វីបានយើងហ៊ានអះអាងបែបនេះតើការធ្វេសប្រហែសរបស់យើងមានអ្វីខ្លះនៅក្នុងវីដេអូនេះខ្ញុំបាទនឹងធ្វើការអាប់ដេតជូនអំពីស្ថានភាពដែលកំពុងតែកើតឡើងនៅក្នុងតំបន់ព្រំដែនកម្ពុជាថៃរួមជាមួយនឹងបទវិភាគសំខាន់ៗដែលអាចមានប្រយោជន៍សម្រាប់ប្រជាជនគ្រប់គ្នានិងជាសេចក្តីរំលឹកដាស់តឿនផងដែរខណៈពេលដែលស្ថានភាពនៅព្រំដែនកំពុងតែក្តៅដែលអាចបង្កឲ្យមានការផ្ទុះអាវុធគ្រប់វិនាទីទាំងអស់គួររំលឹកផងដែរថាមកទល់រាត្រីថ្ងៃទី25ខែកញ្ញាឆ្នាំ2025ស្ថានភាពនៅព្រំដែនកាន់តែបាត់បង់លំនឹងដោយសារតែចេតនារបស់យោធាភាគីថៃបាននឹងកំពុងតែធ្វើសកម្មភាពអុចអាលបង្កចំនួនប្រដាប់អាវុធកើតឡើងជាបន្តបន្ទាប់ក្រៅពីការឆ្លើយតបបដិសេធនិងបដិញ្ញាចិត្តនៅក្នុងការទាមទារយកតំបន់ទាំង17របស់កម្ពុជាក្រោមស្នាដៃរបស់មេទាហានជើងទឹករបស់ថៃកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025រួមជាមួយគ្នានឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់នៅមានសកម្មភាពជាច្រើនទៀតបងប្អូនដែលថៃគេកំពុងតែបង្កើតឡើងដើម្បីធ្វើយ៉ាងណាឲ្យចំនួនប្រដាប់អាវុធនេះកើតឡើងដូចជាយប់ថ្ងៃទី24ខែកញ្ញានិងព្រឹកថ្ងៃទី25ខែកញ្ញាជាដើមភាគីទ័ពថៃបានចោទប្រកាន់មកលើយោធារបស់កម្ពុជាថាបានបាញ់កាំភ្លើងនិងគប់គ្រាប់បែកទៅលើខ្សែត្រៀមជួរមុខរបស់ប្រទេសថៃហើយខាងថៃក៏ចាប់ផ្ដើមប្រកាសការពារខ្លួនហើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រទេសកម្ពុជាបានធ្វើការបដិសេធទាំងស្រុងតែម្ដងដោយសារតែកម្ពុជាមិនបានធ្វើសកម្មភាពទាំងអស់នោះទេក្រោមមូលដ្ឋាននៃការគោរពទៅលើបទច្បាញ់និងការទាមទារសន្តិភាពកម្ពុជាគ្មានថ្ងៃធ្វើបែបនេះជាដាច់ខាតតែរឿងនេះកើតឡើងដោយសារតែទាហានរបស់ថៃគឺបាញ់ខ្លួនឯងគប់គ្រាប់បែកខ្លួនឯងប៉ុន្តែចោទប្រកាន់កម្ពុជាដើម្បីជាចេតនានៅក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនបង្កសង្គ្រាមមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀតសកម្មភាពទាំងនេះមិនទាន់អស់ទេនៅរឿងមេតបភូមិភាគ1របស់ថៃឈ្មោះថាអមរិតដែលគេនិយាយកាលពីថ្ងៃទី24គេថានឹងដណ្ដើមយកដីថៃមកវិញដែលស្ថិតនៅលើទីតាំង2កន្លែងពោលគឺនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះតែម្ដងរហូតមកទល់ល្ងាចថ្ងៃទី25ខែកញ្ញានេះបើតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលកំពុងតែរស់នៅឯចំណុចព្រំដែនកំពុងតែក្តៅគេបានឮសូរស្នូកាំភ្លើងដែលចេញពីទឹកដីថៃជាពិសេសគឺនៅក្នុងតំបន់អានសេះនិងបោះស្បូវព្រមទាំងជាំតែផងដែរដែលមានរហូតដល់20ទៅ30គ្រាប់ឯណោះនៅមានរឿងមួយទៀតកាលពីល្ងាចថ្ងៃទី25ដដែលអាជ្ញាធររបស់ថៃបានប្រកាសបិទវិទ្យាល័យបូរ៉ៃវិទ្យាខមនៅក្នុងខេត្តត្រាតរបស់ថៃដែលមានចម្ងាយប្រមាណជាង9គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃជាពិសេសគឺនៅក្បែរខេត្តបៃលិននិងខេត្តបាត់ដំបងបងប្អូនស្ដាប់មិនច្រឡំទេអំពីប្រតិកម្មនានាដែលថៃកំពុងតែបង្កើតឡើងដែលជាចេតនាក្នុងការជំរុញឲ្យស្ថានភាពកាន់តែក្តៅអាងនឹងពួកគេប្រើប្រាស់អាវុធដើម្បីបង្កចំនួនប្រដាប់អាវុធនឹងឈានទៅរកសង្គ្រាមលើកទី2ដែលយើងធ្លាប់បានដឹងរួចមកហើយកាលពីថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងមកហើយសកម្មភាពជាចេតនារបស់គេនាពេលនេះគឺវាស្រដៀងគ្នាផងដែរដែលជារឿងមួយបង្កឲ្យមានការព្រួយបារម្ភជាទីបំផុតអំពីការផ្ទុះអាវុធជាថ្មីក្រោមចេតនារបស់ភាគីយោធាថៃមកលើកម្ពុជាក្រោមឥទ្ធិពលនៃទង្វើធ្វើទុកបុកម្នេញរបស់គូភាគីថៃមកលើប្រទេសកម្ពុជាជាហេតុបណ្ដាលឲ្យប្រជាជនកម្ពុជាយើងដែលស្ថិតនៅលើទីតាំងខាងលើពោលគឺនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃពួកគាត់បាននឹងកំពុងតែធ្វើការភៀសខ្លួនជាបន្តបន្ទាប់ដើម្បីស្វែងរកទីតាំងដែលមានសុវត្ថិភាពបំផុតជាពិសេសគឺប្រជាជនខ្មែរដែលរស់នៅជិតប្រាសាទតាក្របីពួកគាត់ជាច្រើនគ្រួសារបានចាប់ផ្ដើមធ្វើការភៀសខ្លួនចេញពីតំបន់នោះបណ្ដើរហើយរហូតមកទល់ល្ងាចថ្ងៃទី25ក៏នៅតែមានប្រជាជនខ្មែរយើងបានចាកចេញពីតំបន់ដែលពួកគាត់គិតថាមានគ្រោះថ្នាក់មករកទីតាំងមានសុវត្ថិភាពបងប្អូននេះគឺជាសកម្មភាពដែលយើងកត់សម្គាល់ខ្លាំងជាទីបំផុតថាដំណាក់កាលនេះអាចនឹងជំរុញឲ្យមានសង្គ្រាមជាថ្មីកើតឡើងដែលយើងមិនចង់ឲ្យកើតមានឡើងជាដាច់ខាតប៉ុន្តែប្រសិនបើស្ថានភាពជំរុញយោធារបស់កម្ពុជានឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងកលៈទេសៈបែបនេះខ្ញុំតែងតែធ្វើការផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដូចសពមួយដងរួចទៅហើយអំពីការរក្សា
នៅសុវត្ថិភាពរបស់យោធាកម្ពុជាដូចជាការហាមមិនឲ្យថតនៅរូបភាពចល័តទ័ពឬក៏ប្រភេទគ្រឿងសព្វាវុធរបស់យោធាកម្ពុជាទីតាំងលេនដ្ឋានរបស់កងទ័ពទីតាំងស្តុកនិងផ្ទុកអាវុធជាដើមតើហេតុអ្វីបានជាយើងមិនត្រូវថតនៅរូបភាពទាំងអស់នោះបងប្អូនវាគឺជារឿងសំខាន់បំផុតមួយដែលយើងមិនត្រូវថតរូបភាពទាំងអស់នោះហើយបង្ហោះចូលទៅក្នុងបណ្ដាញសង្គមទេដោយសារតែសត្រូវគេកំពុងតែសម្លឹងមើលនិងស្វែងរកទីតាំងរបស់យោធាយើងដែលកំពុងតែឈរជើងថានៅទីណាហើយប្រសិនបើគេអាចចាប់ទីតាំងរបស់យើងបានតាមរយៈរូបភាពនោះវាច្បាស់ណាស់បងប្អូនហានិភ័យសេចក្តីវិនាសនឹងកើតឡើងទៅដល់យោធារបស់យើងភ្លាមមួយរំពេចខាងអ្នកកាន់កាំភ្លើងធំរបស់គេខាងអ្នកបញ្ជាយន្តហោះក៏ដូចជាអ្នកបាញ់កាំជ្រួចមីស៊ីលគឺគេត្រូវការទីតាំងភូមិសាស្ត្រជាពិសេសគឺគោអរដូណេនៃចំណុចប្រសពណាមួយឲ្យបានជាក់លាក់ជាទីបំផុតប្រសិនបើគេដឹងច្បាស់ថាយោធារបស់យើងស្ថិតនៅទីណាឃ្លាំងផ្ទុកអាវុធនិងគ្រាប់រំសេវនៅទីណាឲ្យប្រកាសនោះហើយវាច្បាស់ណាស់គេនឹងអាចវាយប្រហារគេនឹងអាចវាយកំទេចបានយ៉ាងងាយស្រួលម្យ៉ាងវិញទៀតយោធារបស់ថៃគេបានបំពាក់ទៅនឹងបច្ចេកវិទ្យាទំនើបជាច្រើនដែលធ្លាប់មានបទពិសោធន៍រួចមកហើយបងប្អូនមិនមែនមិនដឹងទេរយៈកាល5ថ្ងៃចាប់តាំងពីថ្ងៃទី24ដល់ថ្ងៃទី29ខែកក្កដាកន្លងមកយោធារបស់យើងបានរងគ្រោះរហូតដល់អាយុជីវិតដោយសារតែមានរូបភាពបានថតបង្ហោះទៅលើបណ្ដាញសង្គមដែលជាហេតុនាំឲ្យគេធ្វើការវិភាគដោយប្រើប្រាស់បច្ចេកវិទ្យា AI និងប្រព័ន្ធចាប់សេវាទូរស័ព្ទរបស់យោធាកម្ពុជានៅពេលដែលយោធាយើងប្រើប្រាស់នៅក្នុងការថតរូបបង្ហោះដោយមិនបានបិទ location ឬក៏ហៅថាទីតាំងដែលយើងឈរជើងនៅលើទូរស័ព្ទហើយខណៈពេលនោះហើយដែលគេយកទីតាំងចេញពីរូបថតរបស់យើងធ្វើជាគោលដៅដ៏សំខាន់នៅក្នុងការវាយប្រហារមួយវិញទៀតថៃគឺគេប្រើប្រាស់ drone បងប្អូន drone នេះគឺគេអាចថតពីផ្ទៃខាងលើបានគេវិភាគទៅតាមដើមឈើវិភាគទៅតាមភ្នំវិភាគទៅតាមស្ទឹងបឹងអូរទន្លេប្រឡាយពោលគឺគេអាចស្គាល់ទាំងអស់ចុះប្រសិនបើយើងថតចំដើមឈើនេះដើមឈើនោះប៉ះជាមួយនឹងភ្នំផ្នែកខាងនេះខាងនោះប្រឡាយណាអូណាគេនឹងដឹងស្រេចទៅហើយគេនឹងកំណត់ទីតាំងច្បាស់លាស់វាយប្រហារមកលើយើងចំតែម្ដងមួយទៀតប្រភេទអាវុធក៏ដូចគ្នាផងដែរបងប្អូនប្រសិនបើយើងបញ្ចេញប្រភេទអាវុធឲ្យគេបានដឹងប្រៀបបាននឹងយើងចង់បង្ហាញអំពីចំណុចទន់ខ្សោយរបស់យើងចំពោះគេដូច្នេះឯងគេនឹងដឹងថាតើគេនឹងត្រូវយកអាវុធមកអ្វីដើម្បីយកមកវាយប្រហាររបស់យើងគេអាចដឹងថាអាវុធរបស់យើងមានសមត្ថភាពប៉ុណ្ណាបាញ់ដល់ណាកម្លាំងខ្លាំងប៉ុណ្ណាតើគេនឹងត្រូវត្រៀមខ្លួនអ្វីខ្លះដើម្បីការពារនិងវាយប្រហារឆ្លើយតបមកលើយើងវិញនោះចំណុចទាំងប៉ុន្មាននេះហើយដែលខ្ញុំនិយាយថាវាគឺជាគ្រោះថ្នាក់បំផុតប្រសិនបើប្រជាជនយើងម្នាក់មានការធ្វេសប្រហែសតែមួយពេលនោះអ្វីគ្រប់យ៉ាងនឹងត្រូវបានរលាយមួយប្រព្រឹត្តភ្នែកជាមិនខានឡើយឆ្លៀតក្នុងឱកាសពេលនេះខ្ញុំបានក៏សូមសំណូមពរទៅដល់បងដែលគាត់ធ្វើវីដេអូបង្ហោះនៅតាមបណ្ដាញសង្គមប្រសិនបើបងប្អូនឃើញថាវីដេអូនោះជាវីដេអូបញ្ជាក់អំពីទីតាំងរបស់យោធាកម្ពុជាសូមបងប្អូនកុំធ្វើការបង្ហោះឬក៏ការ share បន្តឲ្យសោះបងប្អូនកុំគិតតែចង់បាន view ចង់បានប្រាក់កម្រៃបន្តិចបន្តួចចេញពីរូបភាពចេញពីវីដេអូទាំងអស់នោះពីព្រោះថារឿងនេះគឺជារឿងគ្រោះថ្នាក់ដល់ជាតិប្រសិនបើយោធាបាត់បង់ជាតិក៏បាត់បង់បងប្អូនទាំងអស់គ្នាក៏មិនអាចរស់នៅមានសន្តិភាពបានដែរដូច្នេះសូមបងប្អូនប្រជាជនទាំងអស់បងប្អូនដែលធ្វើវីដេអូបង្ហោះនៅតាមបណ្ដាញសង្គមទាំងអស់មេត្តាគិតប្រយោជន៍ជាតិជាធំរួបរวมសាមគ្គីគ្នាឡើងដើម្បីពង្រឹងកម្លាំងការពារជាតិរបស់យើងឲ្យបានរឹងមាំទៅមុខប្រទេសជាតិដែលរីកចម្រើនប្រទេសជាតិដែលរឹងមាំពិតណាស់នឹងត្រូវការកម្លាំងរបស់ប្រជាជនដ៏រឹងមាំដូចគ្នាប្រជាជនដែលមានសមត្ថភាពប្រជាជនដែលមានកម្លាំងរឹងមាំប្រកបទៅដោយសេចក្តីអង់អាចក្លាហានអំណត់មោះមុតតស៊ូជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីប្រយោជន៍រួមដើម្បីប្រយោជន៍ជាតិដូច្នេះជាសេចក្តីសរុបរួមមកវីដេអូនេះខ្ញុំធ្វើឡើងដើម្បីចង់ចែករំលែកនៅព័ត៌មាននិងហេតុការណ៍ក្តៅគគុកដែលកំពុងតែប្រឈមមុខនិងផុយស្រួយបំផុតជំរុញឲ្យមានសង្គ្រាមកើតឡើងជាថ្មីជាពិសេសគឺកិច្ចសំណូមពរទៅកាន់បងប្អូនប្រជាជនខ្មែរគ្រប់រូបទាំងអស់គ្នាតែម្ដងសូមបងប្អូនប្រកាន់ខ្ជាប់នៅស្មារតីយកចិត្តទុកដាក់ខ្ពស់ទៅលើផលប្រយោជន៍របស់ជាតិមេត្តាកុំថតរូបការចល័តទ័ពរបស់យោធាប្រភេទអាវុធរបស់យោធាទីតាំងរបស់យោធាទីតាំងលេនដ្ឋានរបស់ទ័ពកម្ពុជាខ្មែររួបរวมគឺខ្មែរខ្លាំងអរគុណជម្រាបលា